ចំណុចបន្ទាប់គឺជា teamwork ដែលយើងអាចនិយាយបានថាវាងាយស្រួលមែនទែនក្នុងថាក្នុងការធ្វើការងារជាក្រុមដោយយើងគ្រាន់តែធ្វើកិច្ចការងារយើងនៅក្នុង account យើងមួយតែយើងអាចបែងចែកទៅឲ្យមិត្តភ័ក្តិយើងផ្សេងទៀតចូលមកធ្វើឬក៏ចូលមកមើលកិច្ចការដែលយើងកំពុងតែធ្វើនឹងបានភ្លាមៗហើយនេះគឺជាexample ខ្លះៗដែលខ្ញុំដកស្រង់ចេញពី Google រូបភាពនឹងយកមកដាក់ឲ្យអ្នកទាំងអស់គ្នាបានមើលងាយស្រួលយល់ហើយ share link នេះយើងគ្រាន់តែចុចកន្លែង share ហ្នឹងទៅយើង send ឲ្យណាម្នាក់គឺគេអាចចូលមកមើលរបស់យើងបានហើយ edit and view បើយើងចង់ឲ្យគ្នាយើងចូលមកមើលបានតែមើលអត់អាចកែបានគឺយើងដាក់ edit view តែបើយើងចង់ចូលឲ្យគេមកកែបានយើងដាក់ can edit ហើយមួយទៀតអាកម្មវិធីហ្នឹងវាអាច comment បានថាយើងធ្វើហ្នឹងវាមានលក្ខណៈបែបម៉េចគេចូលមក comment ដូចនៅក្នុង Facebook អីចឹងយើងផុសរូបឬក៏យើង share អីមួយចឹងមានអ្នក like មានអ្នក comment